សូមអនុមោទនីគណៈទាននេះជាកម្រងវីដេអូដែលជាសកម្មភាពប្រសង់ព្រះអង្គវត្តអូច្រាទេណាធ្វើគោចរបណ្ឌបាតនៅខាងផ្សារប៉ាហ៊ីនៃខេត្តបៃលិនដើម្បីប្រមូលនៅគ្រឿងឧបភោគបរិភោគក៏ដូចជាចតុបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទប្រុសស្រីដើម្បីយកមកទំនុកបម្រុងដល់ព្រះសង្ឃព្រះអង្គគង់នៅក្នុងវត្តសន្តិមារាមហៅវត្តអូច្រាស្ថិតនៅភូមិអូច្រាកណ្ដាលសង្កាត់ទូលវាក្រុងនិងខេត្តបៃលិនចឹងពុទ្ធបរិស័ទបានឃើញហើយថាព្រះសង្ឃក្នុងវត្តអូច្រានេះមានចំនួនច្រើនទេណារហូតដល់75រូបទៀតណាហើយសិតតែសាមណេរតូចដោយបានឃើញនៅក្នុងកម្រងវីដេអូនេះអញ្ចឹងហើយពុទ្ធបរិស័ទប្រុសស្រីយើងទេណាដែលលោកតែងតែជួយឧបត្ថម្ភក៏ដូចជាទំនុកបម្រុងនៅចង្ហាន់ជាប្រចាំនៅដែលឡែកនៅក្នុងថ្ងៃនេះគឺព្រះសង្ឃព្រះអង្គលោកបានធ្វើការគោចរបណ្ឌបាតដើម្បីប្រមូលនៅគ្រឿងឧបភោគបរិភោគសម្រាប់ទំនុកបម្រុងព្រះសង្ឃនៅខាងផ្សារប៉ាហ៊ីចឹងពុទ្ធបរិស័ទបានឃើញហើយនៅក្នុងវីដេអូនេះស្រេចទេណាហើយមួយទៀតបើសិនជាពុទ្ធបរិស័ទប្រុសស្រីយើងទៀតដែលបានមើលឃើញនៅកម្រងវីដេអូនេះហើយចង់ឧបត្ថម្ភក៏ដូចជាទំនុកបម្រុងដល់ព្រះសង្ឃសាមណេរតូចនៅក្នុងវត្តសន្តិមារាមហៅវត្តអូច្រាអីពុទ្ធបរិស័ទអាចទំនាក់ទំនងបាននៅខាងចុងវីដេអូខ្ញុំកណាខ្ញុំបាទនឹងទុកលេខទូរស័ព្ទព្រះអង្គគ្រូណាទៀតសម្រាប់ពុទ្ធបរិស័ទទំនាក់ទំនងចូលឧបត្ថម្ភអីយ៉ាងណាទៅតាមកម្លាំងសទ្ធាជ្រះថ្លាហើយនេះដូចជាពុទ្ធបរិស័ទបានឃើញជាក់ស្ដែងហើយគឺមានពុទ្ធបរិស័ទគាត់រៀបចំនៅគ្រឿងភេសជ្ជៈទុកនៅនឹងគេហដ្ឋានព្រះអង្គលោកនិមន្តគូចរបណ្ឌបាតទៀតហើយពុទ្ធបរិស័ទខ្លះក៏មានសទ្ធាជ្រះថ្លាជាចតុបច្ច័យពុទ្ធបរិស័ទខ្លះក៏ជាសទ្ធាជ្រះថ្លាជាគ្រឿងឧបភោគភេសជ្ជៈអីជាដើមហើយពុទ្ធបរិស័ទដែលបានឃើញហើយសូមជ្រះថ្លាអនុមោទនីនៅចំណែកបុណ្យទាំងឡាយទាំងពួងនេះហើយមានបំណងបងប្រាថ្នានៅសម្បត្តិណាពូណាក៏សូមឲ្យសម្រេចដោយបំណងបងប្រាថ្នាកំបីគ្លៀងគ្លាតខ្លាចទៅជាបការៈដតីឡើយហើយបុណ្យមួយចំណែកទៀតដែលអស់លោកពុទ្ធបរិស័ទជ្រះថ្លានៅកម្រងវីដេអូនេះក៏ឧទ្ទិសកុសលជូនទៅដល់បុព្វការីជនរបស់អស់លោកពុទ្ធបរិស័ទដែលបានមើលឃើញសូមឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនរួចចាកផុតទុក្ខទាំងឡាយទាំងពួងនឹងកើតនៅទីបរមសុខអនាគតជាតិទៅសូមឲ្យបានរួចផុតចាកទុក្ខទោសទាំងឡាយទាំងពួងដល់ព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាទេណាសូមអនុមោទនីហើយនេះជាសកម្មភាពខាងពុទ្ធបរិស័ទលោកប្រគេននៅចតុបច្ច័យចំពោះព្រះសង្ឃព្រះអង្គសាមណេរតូចទៀតហើយសិទ្ធិអ្នកមានសទ្ធាជ្រះថ្លាមិនថាក្មេងចាស់ទេណាសិទ្ធិសឹងតែជាអ្នកជឿជាក់នៅក្នុងពុទ្ធសាសនាធ្វើបុណ្យដោយសេចក្តីរីករាយដោយស្នាមញញឹមទៀតចំពោះព្រះសង្ឃព្រះអង្គតូចក៏ដូចជាការបូជានៅគុណរបស់ព្រះសង្ឃព្រះអង្គតូចដែលលោកបានលះចេញអំពីផ្ទះសម្បែងចូលទៅជ្រកកោននៅក្នុងមលុបនៃព្រះពុទ្ធសាសនាចឹងសូមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាទេណាអនុមោទនីឲ្យបានចំណែកបុណ្យស្មើគ្នាទៀតណាហើយម្យ៉ាងទៀតហើយពុទ្ធបរិស័ទខ្លះក្រែងលោកថាព្រះសង្ឃវត្តអូច្រាលោកមានបច្ចុប្បន្នប្រមាណទេណានៅក្នុងវត្តអូច្រាយើងគឺចាប់ពី5វស្សា
រហូតដល់15ភាសាទៀតគឺអស់ហើយមានច្រើនហ្នឹងគឺត្រឹមព្រះអង្គគ្រូបច្ចាអធិការនិងជាព្រះមេគុណនឹងឯងទៀត នេះជាលេខព្រះអង្គគ្រូសម្រាប់តាក់ទងក្នុងការឧបត្ថម្ភសូមអនុមោទនា